វីដេអូនេះគឺយើងនឹងបង្ហាញថាស៊ីន45តម្លៃនៃស៊ីន45គឺស្មើទៅនឹងរឹស2លើ2អញ្ចឹងតកតងទៅនឹងស៊ីន45និងកុស45គឺយើងស្រាយទៅលើត្រីកោណកែងសមបាតត្រីកោណកែងសមបាតមានន័យថាជ្រុងពីរស្មើគ្នាមែន AB ស្មើទៅនឹង BC ទីកោណនឹងកែងត្រង់ B អញ្ចឹង AB នឹង90ដឺក្រេអញ្ចឹងដូចនេះវាជ្រុង2ស្មើគ្នាអាមុំ2នេះវាត្រូវស្មើគ្នាអាមុំត្រង់ A និងត្រង់ C គឺវាត្រូវស្មើគ្នាអញ្ចឹងអានេះ90អានេះបូកចូលគ្នាវាត្រូវ90ដែរ2នឹងបូកចូលគ្នាស្មើ90តែ2នឹងស្មើគ្នាដូច្នេះមុំត្រង់ A គឺត្រូវ45ហើយត្រង់ C គឺតម្លៃវា45ដែរអញ្ចឹងបូកចូលគ្នាគឺត្រឹមត្រូវគឺ90ដឺក្រេអញ្ចឹងបើយើងចង់រកស៊ីននៃមុំ A ស៊ីននៃមុំ A យើងចង់រកស៊ីននៃមុំ C ក៏បានដែរឥឡូវរកស៊ីននៃមុំ A ក៏បានមុំ C ក៏បានព្រោះវា45ដូចគ្នាគឺវាស្មើទៅនឹងជ្រុងឆោមរបស់វាជ្រុងឆោមរបស់វាគឺ BC ចែកជាមួយទៅនឹងអ៊ីប៉ូទៅនោះគឺ AC អញ្ចឹងយើងអាចដាក់បានថាស៊ីននៃមុំ A គឺ45ស្មើទៅនឹង BC ចែកជាមួយនឹង AC អញ្ចឹងយើងត្រូវទាញរកទំនាក់ទំនងរវាងអ៊ីប៉ូជាមួយទៅនឹងជង្គឈោមមកវា BC និង AC តើវាមានទំនាក់ទំនងគ្នាដូចម្ដេចអញ្ចឹងតាមទិសបត់ពីតកអ៊ីប៉ូលើជាការ៉េគឺ AC លើជាការ៉េស្មើទៅនឹងជ្រុងជាប់មុំកែងលើជាការ៉េបូកចូលគ្នាមែនទេ AB ការ៉េបូកជាមួយទៅនឹង BC ការ៉េក៏ប៉ុន្តែ AB គឺស្មើទៅនឹង BC ដូច្នេះគឺអាចស្មើទៅនឹងអាចស្មើទៅនឹង AB បូក BC ដាក់2ដង BC ការ៉េតែម្ដងទៅណា BC ការ៉េម្ដងទៅអញ្ចឹងនាំឲ្យ AC គឺស្មើទៅនឹងរឹសទី2នៃ2ដង BC ការ៉េអញ្ចឹងអាការ៉េនេះអាចចេញបានគឺវាបាន BC រឹស2 BC រឹស2ដូច្នេះយើងអាចទាញបានស៊ីននៃមុំ45ដឺក្រេស្មើជាមួយទៅនឹង BC របស់យើងគឺនៅតែជា BC ដដែលហើយ AC របស់យើងនេះគឺយើងជំនួសដោយតម្លៃ BC ឬ2អញ្ចឹងយើងអាចសម្រួល BC វា1លើឬ2អញ្ចឹងយើងអាចគុណជាមួយទៅនឹងកន្សោមដូចគុណនឹងឬ2លើក្រោមណាដើម្បីបំបត្តិអារាឌីកាល់វិភាគបែកដូច្នេះ1គុណឬ2គឺឬ2ឬ2គុណឬ2ឬ2ការ៉េអញ្ចឹងឬ2នៅលើហើយបញ្ចេញមកគឺម៉េចគឺ2ណាអញ្ចឹងតម្លៃស៊ីន45ដែលយើងប្រើហ្នឹងគឺស្មើរឹស2លើ2ដែលយើងស្រាយតាមហ្នឹងណាស្រាយតាមហ្នឹងឥឡូវគ្រូឲ្យជា homework មួយទៀតឲ្យយើងរកកុស45រកទៅគឺស្មើរឹស2លើ2ដែរណាហ្នឹងស្រាយតាមវិធីសាស្ត្រកុសស្មើអីជ្រុងជាប់លើអ៊ីប៉ូជ្រុងជាប់គឺអីអ៊ីប៉ូគឺអីហើយវាមានទំនាក់ទំនងមិនជាមួយជ្រុងជាប់មួយអ៊ីប៉ូហើយបន្ទាប់មកគឺយើងទាញមកនឹងបានរឹស2លើ2ឥឡូវសាកលបងមើលតើចេញអត់បើអត់ចេញចាំគ្រូយកបន្ថែមបើមានចម្ងល់អាចសួរបាន